រងបន្តដាក់លក្ខខណ្ឌឲ្យអាមេរិកដើម្បីបើកច្រក Hormuz ខ្លាំងដែរអ៊ីរ៉ង់នេះព្រោះដោយសារគាត់មានច្រក Hormuz នេះបងប្អូនដឹងហើយប្រេងដែលដឹកចេញទៅពិភពលោក 20% ឆ្លងកាត់ច្រក Hormuz ហើយបើសិនជាបិទច្រកហ្នឹងគឺតម្លៃប្រេងឆៅប្រេងអីគឺនៅលើពិភពលោកគឺកើនថ្លៃមែនតើឥឡូវនេះយើងដឹងហើយអត់ចុះទេប្រេងឆៅក៏នៅតែកើនហើយច្រក Hormuz នេះបិទបើកដូច7អំពែកដោយសារអីអ្នកដែលគ្រប់គ្រងច្រក Hormuz គឺអ៊ីរ៉ង់មិនមែនអាមេរិកទេព្រោះអាមេរិកគឺគ្រាន់តែជាបរទេសម្នាក់ដែលមិនអាចទៅគ្រប់គ្រងដែនអធិបតេយ្យរបស់អ៊ីរ៉ង់បានទេវាខុសច្បាប់អន្តរជាតិរឿងនេះហើយដែលអាមេរិកមិនអាចធ្វើអីអ៊ីរ៉ង់បានច្រើនក្រៅតែពីទម្លាក់គ្រាប់ទម្លាក់អីទៅឥឡូវអ៊ីរ៉ង់ថាច្រក Hormuz នេះណាបើចង់ឲ្យបើកគឺតលតែអាមេរិកគោរពលក្ខខណ្ឌដូចដើមអញ្ចឹងលក្ខខណ្ឌដែលដាក់មកប្រមាណចំណុចកាលពីមុនបងប្អូនមានចាំទេអ៊ីរ៉ង់ថាទី1គឺឈប់ឈ្លានពានអ៊ីរ៉ង់ទី2ឈប់ធ្វើទុកបុកម្នេញសម្ព័ន្ធភាពអ៊ីរ៉ង់នៅតាមតំបន់នៅមជ្ឈមបូព៌ាអីហ្នឹងដូចពួកហាម៉ាស់ពួកលីបង់ពួកអីហ្នឹងអីអញ្ចឹងទៅហើយបើអត់ទេគឺអាមេរិកអត់បើកច្រក Hormuz យើងអត់ទាន់ឃើញការឆ្លើយតបរបស់អាមេរិកជំវិញការដាក់លក្ខខណ្ឌនេះទេប៉ុន្តែកន្លងមកអាមេរិកអត់មានទៅព្រឺរោមអីនឹងការដាក់លក្ខខណ្ឌទេអាមេរិកវាយអ៊ីរ៉ង់ឡើងរៀបដូចកាទេលហើយប៉ុន្តែបងប្អូនយើងចាំមើលតទៅទៀតអ៊ីរ៉ង់គេនៅមានទឹកមាត់ប្រៃដែរត្រង់ថាច្រក Hormuz ហ្នឹងវាជាអាយុជីវិតរបស់ពិភពលោក 20% ដែរហើយអ៊ីរ៉ង់យកវាធ្វើជាចំណាប់ខ្មាំងដើម្បីចរចាជាមួយអាមេរិកហើយតើអាមេរិកព្រមឬមិនព្រមយើងចាំតាមដានព័ត៌មានតទៅទៀតតកតងនឹងរឿងលោកត្រាំឯនោះវិញគឺធានាផ្ដល់ប្រព័ន្ធការពារកំជ្រួចទៅអ៊ុយក្រែនបងប្អូនលោក Vladimir Putin សំទោសណា Vladimir លោក Zelensky មេដឹកនាំអ៊ុយក្រែនបានមកអាមេរិកប្រហែលសប្តាហ៍មុននេះមកជួបលោកត្រាំក្នុងពិធីមកគោរពវិញ្ញាណក្ខន្ធសមាជិកព្រឹទ្ធសភាលោក Lindsey Graham ដែលទទួលរាជកម្មដោយជំងឺកាំងបេះដូងក្រោយពីបំពេញទស្សនកិច្ចនៅប្រទេសអ៊ុយក្រែនរួចមកហ្នឹងគឺមេដឹកនាំអ៊ុយក្រែនចូលមកបំពេញទស្សនកិច្ចដើម្បីគោរពវិញ្ញាណក្ខន្ធឆ្លៀតឱកាសនោះគាត់ពឹងលោកត្រាំថាជួយឲ្យប្រព័ន្ធការពារកញ្ជ្រួចទៅការពារកញ្ជ្រួចរុស្ស៊ីឲ្យបានឆាប់តាមដែលអាចធ្វើទៅបានផងឥឡូវនេះលោកត្រាំគាត់ប្រាប់ថាឲ្យធានាឲ្យប៉ុន្តែមិនឲ្យផលិតទេគឺឲ្យរបស់នឹងយកទៅប្រើប៉ុន្តែឲ្យមានចំនួនកម្រិតដែរព្រោះអាមេរិកត្រូវការប្រើខ្លួនឯងដែរអ៊ុយក្រែនក៏អរគុណអាមេរិកក៏ប៉ុន្តែថាបើឲ្យតិចតួចអញ្ចឹងក៏នៅតែពិបាកទប់ដែរតែយ៉ាងហោចណាស់ក៏ក្រិនបើជាងអត់ដែរតែឥឡូវលោក Zelensky អំពាវនាវឲ្យអឺរ៉ុបជួយប្រភេទប្រព័ន្ធការពារកញ្ជ្រួចឈ្មោះថា Patriot បាទប្រព័ន្ធការពារកញ្ជ្រួចនេះបច្ចេកវិទ្យាស្មុគស្មាញណាស់អាមេរិកគឺឈានមុខគេនៅក្នុងការផលិតប្រព័ន្ធការពារកញ្ជ្រួចនេះដូច្នេះលោកត្រាំអត់អាចនឹងផ្ដល់សិទ្ធឲ្យអ៊ុយក្រែនផលិតខ្លួនឯងទេព្រោះអ៊ុយក្រែនថាកុំឲ្យពិបាកអាមេរិកពិបាកបញ្ជូនអីមួយខែបន្តិចបន្តួចអត់គ្រប់អញ្ចឹងឲ្យអ៊ុយក្រែនផលិតខ្លួនឯងទៅតែអាមេរិកថាអត់ទេបច្ចេកវិទ្យាដ៏ទំនើបបែបនេះគឺជាប្រព័ន្ធការពារសវត្ថិភាពសន្តិសុខពិភពលោករបស់អាមេរិកមិនអាចឲ្យសិទ្ធទៅអ៊ុយក្រែននៅក្នុងការផលិតខ្លួនឯងទេសុខចិត្តផ្ដល់ឲ្យផលិតនៅអាមេរិកចេះសិនទៅបាទបន្តទៅទៀតបងប្អូនតាក់ទងនឹងរឿងលោកពូទីនឯណោះវិញគឺកាន់តែបាត់ជំនឿពីប្រជាពលរដ្ឋរុស្ស៊ីរឿងសង្គ្រាមនៅអ៊ុយក្រែនលោកពូទីនឥឡូវនេះលំបាកខ្លាំងមែនតើណាបងប្អូនបើយើងដឹងរឿងគាត់ក៏អ្នកដែលមានសមានចិត្តជាមួយគាត់ហ្នឹងគឺអាណិតគាត់ខ្លោចចិត្តដែរដោយសារតែការស្ទង់មតិថ្មីចុងក្រោយគឺប្រជាប្រិយរបស់លោកពូទីនក្នុងចំណោមប្រជាពលរដ្ឋរុស្ស៊ីដែលធ្លាប់គ្រប់គ្រងលោកពូទីនឲ្យធ្វើសង្គ្រាមមួយជាមួយអ៊ុយក្រែននេះឥឡូវធ្លាក់រហូតដល់ទៅ 50% ហើយកាលពីមុន70អីគេថាវាយទៅតែឥឡូវគឺទៀបទៅចុះរហូតដល់ហៅលែងលឺហើយដែលធ្វើឲ្យលោកពូទីនក៏លំបាកហើយក្នុងពេលជាមួយគ្នាហ្នឹងក្រុមគ្រួសាររបស់លោកពូទីនដោយទាំងកូនស្រីដោយទាំងសាច់សាលោហិតរបស់គាត់គឺកំពុងរស់នៅក្នុងកន្លែងលាក់ខ្លួនយ៉ាងសម្ងាត់ហើយនឹងមានសន្តិសុខយ៉ាងតឹងរ៉ឹងបំផុតព្រោះអីខ្លាចគេធ្វើឃាតដោយសារតែសង្គ្រាមជាមួយនឹងអ៊ុយក្រែនប្រជាពលរដ្ឋរុស្ស៊ីគឺកាន់តែស្អប់ខឹងសម្បាលោកពូទីនដោយសារតែស្លាប់ទាហានកូនចៅគេដល់ទៅកន្លះលាននាក់ហើយសង្គ្រាមនេះអត់ទៅមុខហើយស្លាប់រាល់ថ្ងៃទៀតដូច្នេះលោកពូទីនក៏គាត់ដកឃ្លាក៏មិនរួចទៅមុខក៏មិនបានគឺជាប់ងង់ឥឡូវនេះគឺលំបាកគ្រប់រឿងពេលវេលាគ្រាន់តែថាមិនទាន់ដល់ថ្ងៃទេរុស្ស៊ីនេះគឺគ្មានថ្ងៃណាមួយនឹងអាចវាយឈ្នះអ៊ុយក្រែនទេគឺមានតែបរាជ័យដកទ័ពចុះកិច្ចព្រមព្រៀងចរចាឈប់បាញ់ដកទ័ពឲ្យអ៊ុយក្រែនទេជាអ្នកកំណត់
កិច្ចព្រមព្រៀងនឹងលៃរុស្ស៊ីហើយព្រោះអ៊ុយក្រែនឥឡូវវាយទម្លាក់គ្រាប់ drone ទៅដល់ក្រុងធំដល់មូស្គូអីគ្រប់ទីតាំងឆេះថ្កូលរាល់ថ្ងៃនេះគឺជាកម្មពៀរបស់រុស្ស៊ីដែរគេហៅអ្នកសាបព្រោះខ្យល់រមែងទទួលផលជាព្យុះសង្គ្រាមគ្មានអ្នកណាគេទៅអង្គុយយំខ្សឹកខ្សួលរឿងអ៊ុយក្រែនវាយរុស្ស៊ីទេម្នាក់គេអស់ឲ្យរុស្ស៊ីលលាយទេបាទដោយសារអំពើអាក្រក់របស់រុស្ស៊ីចុងក្រោយបងប្អូនស្រុកខ្មែរនិយាយខ្យល់អញ្ចឹងធ្វើយ៉ាងម៉េចនឹងត្រូវរបាយការណ៍ជាក់ស្ដែងដូច្នេះថៃគឺជាភាគីពាក់ព័ន្ធដែលលោក Thomas Andrew មិនអាចអត់រាយការណ៍បានទេអញ្ចឹងនៅពេលដែលថៃចោទប្រកាន់លោក Thomas Andrew ថាលំអៀងហើយធ្វើឲ្យហួសពីដែនសមត្ថកិច្ចរបស់ខ្លួនដែលហ៊ានរាយការណ៍ប៉ះពាល់នឹងចំនួនព្រំដែនខ្មែរថៃដែលឲ្យរាយការណ៍ទៅសិទ្ធិមនុស្សកម្ពុជាគឺមិនរឿងមិនត្រឹមត្រូវទេខ្ញុំគិតថាចំណុចការពារខ្លួនរបស់ថៃកន្លែងនេះខ្សោយទេហើយលោក Thomas Andrew ក៏បានការពារខ្លួនដោយបញ្ជូនរបាយការណ៍ហ្នឹងទៅឲ្យលោកសិរស័កភួងកេតកៅនឹងរដ្ឋាភិបាលថៃដែរឥឡូវចំណុចទី2ដែលថៃចោទលោក Thomas Andrew ថាលំអៀងឬក៏រាយការណ៍មិនគ្រប់ជ្រុងជ្រោយគឺតាក់ទងនឹងជនភៀសសឹកថៃខឹងលោក Andrew ហ្នឹងថាជនភៀសសឹកមាន 650,000 នាក់ហើយជនភៀសសឹកហ្នឹងបានវិលទៅលំនៅឋានអស់ហើយអត់ព្រមនិយាយពីរឿងជនភៀសសឹកថៃដែលមាន 400,000 នាក់ដែរគាត់ថាមើលតែមួយខាងហើយថាពេលដែលរាយការណ៍អំពីជនភៀសសឹកខ្មែរដែលរងការខ្លោចផ្សាផ្ទះអីសម្បែងខ្ទេចខ្ទីគាត់ថាចោះហេតុអីមិនរាយការណ៍ពីរឿងជនភៀសសឹកថៃផ្ទះសម្បែងជនស៊ីវិលអាគារសំណង់មន្ទីរពេទ្យការ៉ាសាំងថៃអីដែល BM21 របស់ខ្មែរបាញ់ធ្លាក់ស្លាប់ជនស៊ីវិលរេលនៅក្នុងស្រុកថៃដែរចង់និយាយចេះគាត់ថាបើរាយការណ៍ហេតុអីរាយការណ៍តាមមួយចាហៀងហេតុអីក៏មិនរាយការណ៍ខាងថៃអាហ្នឹងក៏ខ្ទាស់ទៅនឹងចំណុចមួយដែលថាចោះបើថាគាត់រាយការណ៍តែរឿងសិទ្ធិមនុស្សស្រុកខ្មែរហេតុអីឲ្យទៅរាយការណ៍រឿងថៃទៀតហើយជួយថាវាពំតណោតអញ្ចឹងណាបងប្អូនមួយទៀតលោកសិរស័កភួងកេតកៅគាត់លើកឡើងអំពីថាជនភៀសសឹកពលរដ្ឋភៀសសឹកហ្នឹងគឺថាកម្ពុជាហ្នឹងផ្ដល់របាយការណ៍ក៏តែមិនត្រឹមត្រូវទៀតព្រោះអីមានជនភៀសសឹកខ្លះគឺនៅក្នុងរាប់ទាំងអ្នកដែលនៅជាប់ក្នុងតំបន់ដែលថៃគ្រប់គ្រងហើយដែលជាដីថៃសោះហ្នឹងទៅគិតថាជនជាតិជនភៀសសឹកខ្មែរកើតដែរហ្នឹងគេសំដៅទៅលើភូមិព្រៃច័ន្ទភូមិជោគជ័យដែលថៃអះអាងថាជាដីរបស់គេហើយថាអ្នកនឹងទាំងនោះមិនមែនជាជនភៀសសឹកទេព្រោះអីថាទៅនៅដីថៃដោយខុសច្បាប់ដូច្នេះគេគិតថាកុំឲ្យរាប់ចំនួនអ្នកទាំងអស់នោះថាជាជនភៀសសឹកអញ្ចឹងគិតចុះឡើងទៅគាត់គិតថាកម្ពុជាអត់នៅសល់ជនភៀសសឹកអីទៀតទេព្រោះអីអ្នកដែលនៅព្រៃច័ន្ទនៅភូមិជោគជ័យបឹងតគួនអីហ្នឹងថាមកពីនៅដីថៃដូច្នេះអ្នកទាំងអស់នោះគឺថៃដេញមកវិញគឺអត់មានជាភៀសសឹកកើតទេគាត់ចង់និយាយចឹងថៃគេនិយាយចឹងហើយដល់ពេលអ្នករាយការណ៍ពិសេសរាយការណ៍ថាអ្នកនោះជាជនភៀសសឹកគាត់ថាអាហ្នឹងមិនត្រូវប្រជាប្រដ្ឋខ្មែរគ្នារស់នៅក្នុងដីខ្មែរនៅតំបន់ព្រៃច័ន្ទភូមិជោគជ័យបឹងតគួនសុកសានរហូតដល់30-40 ឆ្នាំហើយយើងយកលេសអញ្ចឹងមិនថាអើយថៃហ្នឹងក៏តែពិបាកប៉ុន្តែខ្មែរយើងហ្នឹងក៏ហត់តែយ៉ាប់ចាំខ្ញុំប្រាប់តិចថ្ងៃហ្នឹងមានលោករដ្ឋមន្ត្រីក្រសួងព័ត៌មានរបស់យើងលោកណេតភក្ត្រាហ្នឹងសរសេរព័ត៌មានមួយឲ្យអំពាវនាវឲ្យថៃគោរពច្បាប់អន្តរជាតិខ្ញុំមិនដឹងថាបានការអីទេចាំប៉ុន្តែខ្ញុំនឹងផ្សាយឲ្យគាត់ទី3គឺសិរស័កភួងកេតកែវគាត់និយាយចេះគាត់ថាតកតងនឹងរឿងតួលេខដែលលោក Thomas Andrew និយាយពីពលករចំណាក់ស្រុកខ្មែរមកស្រុកវិញបាក់ទឹកបាក់ដីគឺ900,000នាក់ជាងដោយគិតថាតួលេខជិត1លាននាក់នេះគឺថៃថាអ្នករាយការណ៍ពិសេសនេះលំអៀងត្រង់ថាប្រាប់ពិភពលោកហាក់បីដូចជាថៃនឹងជាអ្នកបណ្ដេញពលករខ្មែរចំណាក់ស្រុកហ្នឹងឲ្យមកចូលស្រុកខ្មែរវិញដេញពីស្រុកថៃព្រោះថារបាយការណ៍ថាមានពលករចំណាក់ស្រុកខ្មែររត់មកផ្ទះវិញដល់ទៅ900,000នាក់ហ្នឹងគឺហាក់បីដូចជាគិតថាថៃចាប់បង្ខំព្រោះមានចំនួនច្រើនណាស់ដល់ទៅជិត1លាននាក់ថៃគេអះអាងថាគេអត់ដែលបង្ខំឲ្យពលករខ្មែរនេះមកផ្ទះវិញទេគេអត់ដែលបង្ខំគេអត់ដែល
ដាក់សម្ពាធឲ្យកម្មករពលករខ្មែរចំណាក់ស្រុកទាំង9សែនអ្នកជាងនឹងមកទេគាត់មកខ្លួនឯងនឹងមកតាមការអំពាវនាវឬក៏គម្រាមកំហែងរបស់រដ្ឋាភិបាលខ្មែរទៀតអាហ្នឹងថៃគេថាអញ្ចឹងគេដកស្រង់ប្រសាសន៍របស់លោកហ៊ុនសែនឬថ្នាក់ដឹកនាំនឹងដែលត្រៀមឡានត្រៀមអីទៅទទួលដើម្បីអំពាវនាវឲ្យមកឲ្យអស់វិញអីអញ្ចឹងទៅតែថៃគេថាគេអត់ដែលបានបខំបដិញអីតែម្ដងក៏អត់មានដែរមានតែស្រួលឲ្យអាចបន្តធ្វើការនៅថៃបានទៀតអីអញ្ចឹងទៅអានេះគឺគេនិយាយការពិតតាមពិតបើយើងនិយាយឲ្យសច្ចយុត្តិធម៌ថៃគឺពិតជាមិនចង់ឲ្យពលករនីខ្មែរចំណាក់ស្រុកហ្នឹងមកស្រុកវិញទេព្រោះបាត់កម្លាំងពលកម្ម2លាននាក់ដែលជាកម្លាំងកសិកម្មឧស្សាហកម្មនិងវិស័យទេសចរថៃហ្នឹងបើអត់កម្មករពលករខ្មែរថៃពិបាកណាស់ទៅរកមនុស្សមកធ្វើការឲ្យអត់បានទេព្រោះថៃគេទៅធ្វើការល្អអស់ហើយគេទុកការងារណាដែលលំបាកប្រឡាក់ភក់ប្រឡាក់ជ្រាំឲ្យគ្រោះថ្នាក់ហ្នឹងឲ្យខ្មែរធ្វើអញ្ចឹងយើងអត់មានជំនាញយើងអត់មានអីហ្នឹងយើងទៅធ្វើឲ្យទៅកាប់អំពៅទៅជាជ័រកៅស៊ូទៅនេសាទត្រីនៅដែនសមុទ្រ3ខែមិនទាន់មកច្រាំងម្ដងនេះថៃគេឈប់ធ្វើអស់ហើយមានតែភូមាមានតែឡាវមានតែខ្មែរនឹងតើធ្វើអញ្ចឹងកម្មករថៃគឺរៀនចប់អីគឺគេទៅរកការងារពាក់កវ៉ាត់កអីល្អនៅប្រូការងារបានប្រាក់ខែគុណនឹង3 4ដងនោះគេមិនមកធ្វើការ3 400អញ្ចឹងទេអានេះក៏យើងដឹងដែរថៃអត់មានកម្លាំងពលកម្មធ្វើទេព្រោះជនជាតិថៃគេទៅធ្វើការងារល្អអស់ហើយទុកការងារបោសជូតការងារលីសែងការងាររត់ម៉ូតូឌុបឬក៏ការងារកាប់អំពៅដូចខ្ញុំនិយាយចឹងឬដកតកួនដកផលិតដាំផ្កាអីហ្នឹងបោសជូតនៅកន្លែងភោជនីយដ្ឋាននៅកន្លែងរមណីយដ្ឋានអីហ្នឹងគឺជាបោះកម្មករខ្មែរថៃណែភូមាហើយនឹងឡាវទេអញ្ចឹងថៃអត់អាចនឹងបណ្ដេញពួកទាំងនេះបានក្រុមពួកគាត់បានទេជាការពិតគឺវាជាសច្ចយុត្តិធម៌គឺអញ្ចឹងក៏ប៉ុន្តែក៏យើងដឹងដែរថាពេលមានចំនួនព្រំដែនខ្មែរថៃភ្លាមណាគឺមានការហាច់ភាពជាតិនិយមជ្រុលហ្នឹងគឺក្រុមបងធំបងតូចនៅថៃហ្នឹងធ្វើបាបធ្វើទុកបុកម្នេញកម្មករខ្មែរយ៉ាងចាស់ដៃតែម្ដងដោយវាយដំច្រំធាក់តាមផ្លូវតាមអីថតផ្សាយអីចឹងប៉ុន្តែចុងក្រោយក៏ឃើញមានអាជ្ញាធរចាត់ការអ្នកទាំងនេះចាប់ឃុំខ្លួនឃុំអីដែរដើម្បីកុំឲ្យកម្មករពលករចំណាក់ស្រុកខ្មែរហ្នឹងគ្នាបាក់ទឹកចិត្តខ្លាចរត់ចោលអស់ថៃក៏ទប់ដែរហើយក៏អំពាវនាវឲ្យដាក់ទោសទណ្ឌដែរយើងនិយាយឲ្យសច្ចយុត្តិធម៌ប៉ុន្តែឥឡូវនេះដល់ពេលរបាយការណ៍លោក Thomas Andrew អញ្ចឹងបានថៃគេរករឿងគេថាហេតុអីបានទៅជាថារាយការណ៍ធ្វើដូចជាថៃហ្នឹងជាអ្នកដែលបណ្ដេញអ្នកទាំងនោះមកប៉ុន្តែដើម្បីឲ្យសច្ចយុត្តិធម៌មួយទៀតណាបងប្អូនបើគុំតែថៃឈ្លានពានកម្ពុជាវាយបាញ់នៅចំនួនព្រំដែនហ្នឹងក៏ពលករគ្នាក៏មិនរត់មកច្រើនដែរមិនអញ្ចឹងឯងគ្នាភ័យខ្លាចសង្គ្រាមចម្បាំងរាំងជលទៅបិទព្រំដែនអស់ទៅក៏អត់អាចមកផ្ទះវិញបានទៅដីស្រែចម្ការយ៉ាងម៉េចភូមិកររបស់ខ្លួនបងប្អូននារីព្រាត់ប្រាសអីព្រោះគ្នាឆ្អែតនឹងសង្គ្រាមជួនកាលអ្នកខ្លះភ័យក៏មកអីអញ្ចឹងឲ្យលឺដំណឹងរសិចលហិចលហៀងពាក្យចចាមអារាមថាបើមិនមកទេគឺគេនឹងរឹបអូសដីធ្លីអត់មានអាចធ្វើបានកម្មសិទ្ធិអីបានឯណាហ្នឹងក៏មានព័ត៌មានអញ្ចឹងផ្សំគ្នាច្រើនរឿងដែរតែយ៉ាងណាបងប្អូនកម្ពុជាកាលពីពេលបាញ់គ្នាហ្នឹងគឺពិតជាចង់ឲ្យពលករចំណាក់ស្រុកខ្មែរមកឲ្យអស់ហ្មងក្នុងចេតនានយោបាយមួយគឺដើម្បីឲ្យខ្សោះកម្លាំងពលកម្មនៅថៃដើម្បីឲ្យថៃខ្សោះសេដ្ឋកិច្ចខ្សោះបញ្ហាកាំងស្ដោកអីអញ្ចឹងទៅឲ្យថៃរងសម្ពាធកុំធ្វើបាបខ្មែរផ្នែកព្រំដែនយោធាអីអញ្ចឹងទៅអានេះកម្ពុជាក៏គិតយុទ្ធសាស្ត្រមួយគឺមិនមែនយុទ្ធសាស្ត្ររបៀបដូចថាយើងមានកម្លាំងសពាវុធអីទៅឈ្នះថៃគឺយុទ្ធសាស្ត្របោកក្បាលនៅអញ្ចឹងដើម្បីឲ្យម៉ែឪអាណិតដូចតែយើងធ្វើជាមួយនឹងអាមេរិកហើយនិងសហគមន៍អឺរ៉ុបរឿងបោកក្បាលនៅអញ្ចឹងអែបអបជើងចិនទៅដើម្បីឲ្យសហគមន៍អន្តរជាតិគេភ័យខ្លាចយើងខ្លាចជាចំណីរបស់ចិនដាច់ភឹងទៅគេចេះតែមកជួយយើងបន្តិចបន្តួចទៅគេមិនហ៊ានដាក់ទណ្ឌកម្មដាក់សម្ពាធអីខ្លាំងទេព្រោះតែយើងបំផ្លាញសិទ្ធិមនុស្សបំផ្លាញប្រជាធិបតេយ្យយើងសហគមន៍អន្តរជាតិដោយអាមេរិកដោយអឺរ៉ុបអីគេដាក់ទណ្ឌកម្មតែយើងអត់កែយើងទៅអោបចិនដើម្បីយកស្ពៃចិនមកយកអាជំនួយឧបត្ថម្ភរបស់ចិនក្បាលមិនជាប់មេជើងមិនជាប់ដីនឹងមកស្កេមផងពួកម៉ាហ្វ្យាឲ្យមកពេញទឹកពេញដីដើម្បីឲ្យគណៈបកប្រជាជននៅអាចរស់បានអញ្ចឹងហើយគឺតាលេនឋាន
គេសង្ស័យពីរឿងសមុទ្ររៀមអាចចិនយកជាលេនដ្ឋានអាតារាសាគោនឹងមានពីរថយន្តហោះចម្បាំងរបស់ចិនបានអីឲ្យធ្វើដោយចិនអីលាក់នឹងលាក់ដូចថាគេភ័យយើងហើយយើងដល់ពេលគេកាន់តែភ័យគេខ្លាចយើងលុះក្រោមឥទ្ធិពលចិនគឺយើងចូលចិនឲ្យកាន់តែខ្លាំងហើយយើងបំផ្លាញប្រជាធិបតេយ្យឲ្យអស់ជំរឿហើយទៅអែបចិនគេដាក់ទណ្ឌកម្មថាដាក់ទៅណាឯងដាក់ទៅណាឯងសាដាក់ទណ្ឌកម្មទៅដាក់ទណ្ឌកម្មរត់ទៅចិនគឺយើងធ្វើចរិតជាកូនចង្រៃទៅបោកក្បាលនៅជញ្ជាំងឲ្យម៉ែឪភ័យរឿងយើងឈឺតាមពិតឈឺក្បាលយើងសោះហ្នឹងណាហើយដល់ពេលម៉ែឪឃើញកូនបែកក្បាលបែកអីហូរឈាមអាណិតកូនដែរអើយកូននេះយ៉ាប់មែនតែនឈឺខ្លួនវាសោះតែវាធ្វើឲ្យរកម្មចិត្តឯងជាម៉ែឪឯណាអញ្ចឹងណាកូនអញ្ចឹងបោកក្បាលទូងម៉ែឯងមិនព្រមមើលខ្ញុំបោកឲ្យបែកក្បាលខ្ញុំទៅអញ្ចឹងទៅក៏ម៉ែឪហ្នឹងគេចេះតែទៅមើលស្អំជូតអីបន្តិចបន្តួចទៅតែបើចិត្តគេហ្នឹងគឺថាចុះកូនហ្នឹងមិនក៏បានទៅជាអញ្ចឹងដូចគ្នាតកតងនឹងរឿងពលករខ្មែរចំណាក់ស្រុកគឺខ្មែរយកអារបៀបជាជនរងគ្រោះយកទៅបោកក្បាលនៅអញ្ចាំងឲ្យថៃមើលឃើញថាខ្ញុំយកពលករខ្ញុំមកទាំងអស់មិន2លានអ្នកហ្នឹងបើយកមកអស់អ្នកឯងនឹងដាច់ខ្យល់ងាប់ទៅប៉ុន្តែអាខ្លួនឯងហ្នឹងវាដាច់ខ្យល់ខ្លួនឯងដែរណាព្រោះខ្មែរវាអត់មានការងារឲ្យកម្មករពលករនឹងធ្វើទេហើយចុះបើមានការងារឲ្យពួកគាត់ធ្វើហេតុអីបាន2លានអ្នកទៅធ្វើការនៅថៃយើងដឹងដែរតារហូតតគេរិះគន់ទៅថាហេតុអីបានជាខ្មែរយើងមានកម្លាំងពលកម្ម2លានអ្នកទៅធ្វើការបម្រើថៃទៅវិញហេតុអីមិនបម្រើកិច្ចការសេដ្ឋកិច្ចក្នុងខ្លួនប្រទេសខ្លួនឯងយូរហើយមានមន្ត្រីខ្មែរណានោះមកឡើងនិយាយអួតថាអូពលករខ្មែរចំណាក់ស្រុកទៅថៃទៅកូរ៉េហ្នឹងគឺជាការជួយសេដ្ឋកិច្ចយើងសម្បើមណាស់គឺជាមុខរបរជួយសេដ្ឋកិច្ចយើងគ្មានស្អីខុសត្រូវហើយវាអត់មានអីខុសតែយើងនិយាយហ្នឹងគឺដើម្បីប្រាប់ពីអសមត្ថភាពរបស់យើងក្នុងការរកការងារឲ្យពលករខ្មែរយើងធ្វើនៅក្នុងស្រុកបងប្អូនយើងទៅធ្វើកញ្ចេះគេយើងទៅបម្រើពលកម្មគេយើងបានលុយមកមែនហើយប៉ុន្តែសេដ្ឋកិច្ចដើររបស់ថៃតើមានដើរសេដ្ឋកិច្ចខ្មែរណាយើងដើរតែលុយប្រាក់ខែដែលជាកញ្ចេះគេហ្នឹងឈ្នួលគេហ្នឹងយកមកដើម្បីតក់មកតែអាផលហ្នឹងវាអត់បានខ្មែរយើងច្រើនទេបើថា100យើងបានតែ 10% នៃប្រាក់ដែលកម្រៃនៃការធ្វើការងារទេសេដ្ឋកិច្ចថៃគឺគេរីកចម្រើនបានទៅគេតាប៉ុន្តែអាហ្នឹងធ្វើអាម៉េចបើយើងវាអត់មានលទ្ធភាពរកការងារឲ្យយើងធ្វើអញ្ចឹងដល់ពេលយើងចង់ប្រមូល2លានអ្នកហ្នឹងមកវិញឲ្យអស់ចង់ឲ្យសេដ្ឋកិច្ចថៃងាប់ស្ដោកមកបន្តិចហ្នឹងដើម្បីដាក់សម្ពាធថៃគឺយើងបោកក្បាលយើងនៅអញ្ចាំងដើម្បីឲ្យគេអាណិតដល់ពេលហើយយកមកតែ9សែនអ្នកយើងរកការងារធ្វើអត់បានគ្រប់គ្នាណានៅសល់ជាងពាក់កណ្ដាលអង្គការសង្ត្រាល់រកឃើញថាពលករពលការិនីខ្មែរដែលចំណាក់ស្រុកទៅថៃជាង9សែនអ្នករកការងារអត់បានធ្វើច្រើនណាស់នៅលហេមលហាមនៅប្របាក់អីចឹងទៅហើយគេរាយការណ៍មកហើយសូម្បីអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិលោក Thomas Andrews នេះក៏គាត់សរសេរនៅក្នុងរបាយការណ៍តាក់ទងនឹងពលករចំណាក់ស្រុកនោះថាឥឡូវនេះពិបាកមែនតើដោយសារអីពលករចំណាក់ស្រុកយើងគឺទៅធ្វើការនៅថៃលក់កម្លាំងពលកម្មរបៀបជាជំនាញលក់ពលកម្មដូរបាយមិនមែនទៅរៀនជំនាញឯកទេសវិជ្ជាជីវៈសំណង់ផ្សារដែកឬក៏អីទេយើងទៅជាជ័រកៅស៊ូយើងទៅកាប់អំពៅយើងទៅបោចវល្លិឬក៏យើងទៅស្ទូចត្រីនេសាទត្រីនៅសមុទ្រ3ខែមកច្រាំងម្ដងឬក៏យើងទៅជួយដាំដើមឈើដាំដើមអីលីសែងជូតតុកអីហ្នឹងការងារទាំងអស់នេះវាអត់មានលទ្ធភាពដើម្បីធ្វើឲ្យកម្មករនេះអភិវឌ្ឍខ្លួនខ្លាយទៅជាវិស្វករទៅជាអ្នកជំនាញឯកទេសអីទេធ្វើមកជីវិតរបស់ខ្លួនយកមកគឺនៅតែជាជ័រគឺជាជ័រកស៊ូហ្នឹងដល់តែពេលពួកគាត់9សែនអ្នកមកស្រុកខ្មែរយើងនៅណាដែលអត់ចេះជាជ័រកស៊ូបងប្អូននៅស្រុកខ្មែរកសិករណាក៏ចេះដែរជាជ័រកស៊ូកសិករណាក៏ចេះកាប់អំពៅដែរនៅស្រុកខ្មែររកអាការងារនឹងអត់បានធ្វើផងហើយដល់ពេលនាំ9សែនមកសិតតែអ្នកអត់មានជំនាញវិជ្ជាជីវៈអីដែលអាចធ្វើការងារអីដើម្បីឲ្យខ្លួនឯងអាចរកការងារប្រកួតប្រជែងជាមួយនឹងកម្លាំងពលកម្មនៅស្រុកខ្មែរដែលការងារដែលមិនចាំបាច់ទៅសាលារៀនទៅរៀនសូត្រអីអត់មានការងារធ្វើដល់គ្នាមកពីថៃទៅដណ្ដើមការងារគ្នាដែលរកអត់បាននៅខ្មែរទៅរកការងារអីឧទាហរណ៍ថាអញ្ចេះតែគាត់ទៅថៃគាត់ទៅធ្វើខាងមេកានិកជាងរថយន្តជាងជួសជុលអីហើយជំនាញហ្នឹងក៏គាត់ចេះរហូតតទៅជាជំនាញវិស្វកម្មអីចឹងឧទាហរណ៍ហើយដល់មកស្រុកខ្មែរ
ជំនាញវិស្វកម្មហ្នឹងវាអត់សូវមានអ្នកចេះច្រើនហើយដល់ពេលការងារត្រូវការដល់ពេលគាត់មកពីថៃអាចចូលធ្វើការងារនឹងបានយ៉ាងលឿនក៏ប៉ុន្តែដោយសារការខ្វះជំនាញឯកទេសវិជ្ជាជីវៈផ្នែកបដិបដាលជំនាញឯកទេសនេះទៅធ្វើការថៃលក់តែកម្លាំងពលកម្មសុទ្ធឲ្យតែមានកម្លាំងលីសែងរុញអាទិសអីចុះមនុស្សនៅខ្មែរយើងអត់ចេះទេគាត់រុញអាទិសលីសែងណាណាក៏ធ្វើបានឲ្យតែមានកម្លាំងអានេះគឺការខ្វះជំនាញបំណិនជីវិតនេះដែលធ្វើឲ្យពលករខ្មែរចំណាក់ស្រុកជាង9សែននាក់ដែលវិលមកស្រុកខ្មែរវិញគឺរកការងារអត់បានធ្វើមិនមែនដោយសារតែពួកគាត់អត់សមត្ថភាពធ្វើការទេពួកគាត់អត់មានជំនាញហ្នឹងព្រោះទៅធ្វើការនៅថៃហ្នឹងអត់បានទៅរៀនចំណេះជំនាញអីទេគឺទៅធ្វើតែលក់កម្លាំងពលកម្មនេះហើយដែលជាវិបត្តិដែលលោក Thomas Andrew និយាយថាចំណេះជំនាញរបស់ពលករខ្មែរចំណាក់ស្រុកទៅថៃមិនស៊ីទៅនឹងការងារនៅនេះមិនអាចប្រកួតប្រជែងរកការងារបានដោយសារអីកម្លាំងពលកម្មក្នុងស្រុកដែលអត់ចេះជំនាញដូចគ្នារកការងារអត់បានធ្វើរាប់ម៉ឺនរាប់សែនអ្នកហើយហ្នឹងហើយចុះដល់ពេលអ្នកមកពីថៃមានអីលើសអ្នកនៅក្នុងស្រុករត់តែពិបាកជាងហ្នឹងទៅទៀតព្រោះអីអ្នកធ្វើការនៅថៃធ្លាប់បានប្រាក់ខែ4-500ដុល្លារដល់តែមកប្រកួតជាមួយនឹងកម្លាំងពលកម្មក្នុងស្រុកដែលអត់ជំនាញដូចគ្នាតែ200ក៏ធ្វើដែរអត់មានផងហើយដល់គ្នាធ្លាប់ធ្វើ4-500នៅថៃដែលអត់ចេះជំនាញអីសោះហើយដល់តែមកប្រកួតប្រជែងមួយនេះអត់ចេះជំនាញអីសោះនៅស្រុកខ្មែរ200ដុល្លារ200ជាងរកការងារអត់បានធ្វើតើទៅរកឯណាបានធ្វើនេះជាវិបត្តិធំដែរចង់និយាយថាយើងមើលទៅគាត់ថាសំពីងសំពងទៅខំធ្វើការនៅថៃស្មានតែបានកម្រៃអីបានតែគ្រាន់តែមកដូរបាយទេអត់ចេះចំណេះជំនាញអីទេឡើងទៅសំណង់ខ្ពស់25-30ជាន់ធ្លាក់បាក់កស្លាប់រាល់តដងទេអត់ជំនាញអស់ហ្នឹងអត់មានដូចថាគេឲ្យឡើងទៅគ្រាន់តែឈូសអាស៊ីម៉ង់គេឬជូតកញ្ចក់គេហ្នឹងជំនាញអស់ហ្នឹងគឺគ្រាន់តែទៅហ្នឹងគឺប្រើកម្លាំងឲ្យបថុយជីវិតវាអត់មានជំនាញបច្ចេកទេសដូចគ្រឿងអេឡិចត្រូនិកណាយើងចេះផ្សារយើងចេះដង្គមគ្រឿងអេឡិចត្រូនិកឡានអគ្គិសនីអីអញ្ចឹងទៅជំនាញឯកទេសបែបនេះគឺបើមកគឺយើងអាចចេះដល់ម្ដងទៀតបងប្អូនយើងទៅតែជាជ័រកស៊ូទៅតែកាប់អំពៅទៅតែជូតតុកគេទៅតែអីតែប៉ុណ្្នឹងទេហើយមានមនុស្សច្រើនណាស់ខ្មែរយើងទៅសុំទានគេនៅតាមផ្លូវឡើងនៅស្រុកថៃហ្នឹងទៅមើលទៅគឺយើងដូចថាចង់បានថានេះហើយជាវិញ្ញាសាសម្រាប់រដ្ឋាភិបាលដែរប្រឹងបណ្ដុះបណ្ដាលវិជ្ជាជីវៈឯកទេសហើយក៏ប្រឹងបញ្ជូនមនុស្សដែលមានជំនាញឯកទេសទៅថៃឲ្យច្រើនជាងកម្លាំងតទេតែហ្មងយើងទៅដូរកម្លាំងបាយហ្មងដូចថាទៅដូចតលីតសែងដែលអត់មានចំណេះដឹងអីអញ្ចឹងមកវិញគឺយូរខ្លួនកាន់តែចាស់ទ្រុឌទ្រោមប្រើកម្លាំងបាយបែបនេះគឺអត់រស់យូរទេព្រោះអីយើងខ្សោះទៅហើយមានពលករខ្មែរចំណាក់ស្រុកមួយចំនួនប្រើថ្នាំញៀនទៀតប្រើអាយ៉ាម៉ាយ៉ាបារបស់ថៃនោះដើម្បីឲ្យកម្លាំងធ្វើការដូរកម្លាំងហ្នឹងដល់យូរទៅអាអស់ជាតិថ្នាំហ្នឹងអាខ្លួនក៏រីងរៃក៏ស្គមខូចមនុស្សតទេទៀតរឿងនេះគឺជារឿងអំពើទុកច្រើនណាប៉ុន្តែចង់បានថារដ្ឋាភិបាលត្រូវធ្វើច្រើនបដោះបដាលវិជ្ជាជីវៈហ្នឹងហើយមិនបដោះបដាលវិជ្ជាជីវៈរួចខ្លួនទេរដ្ឋាភិបាលកម្ពុជាត្រូវផ្លាស់ប្ដូររបៀបដឹកនាំរដ្ឋនេះទៀតដើម្បីឲ្យគ្នាដែលបានរៀនសូត្រហើយហ្នឹងមានចំណេះជំនាញនឹងយកទៅធ្វើការបានខ្លះកុំឲ្យបកពួកនិយមក្រុមគ្រួសារឯងដាក់គ្រប់ក្រសួងមន្ទីរបែបនេះក៏គ្នាអត់សង្ឃឹមទៅទៀតយកចំណេះជំនាញទៅធ្វើអីរៀនចប់ Bachelor ធ្វើការបាន$150នៅក្នុងក្រសួងរដ្ឋទៅជាខ្ញុំស្រក់ទឹកភ្នែកបាន Bachelor បាន$100ជាងអីវិញហើយរមិនបានធ្វើទៅទៀតដល់អញ្ចឹងគ្នាអស់សង្ឃឹមអ្នកផ្សេងទៀតជាកូនអុកញ៉ាមហាមន្ត្រីបកពួកខ្សែគេប្រធាននាយកដ្ឋានរដ្ឋមន្ត្រីប្រធានប៉ុស្តិ៍ប្រធានស្អីផ្នែកអីអស់គេយកអស់ហើយខ្សែគេនោះអញ្ចឹងគ្នារៀនមកហ្នឹងនៅតែរកការងារមិនបានធ្វើរឿងនេះត្រូវដូរប្រព័ន្ធដឹកនាំរដ្ឋនេះសឹងថា180ដឺក្រេណោះបានអាចនឹងលើកទឹកចិត្តយុវជនឲ្យខំប្រឹងហើយកុំរត់ចាកចោលស្រុកទៅធ្វើការនៅស្រុកគេបណ្ដុះគំនិតឲ្យមានសង្ឃឹមឲ្យយុវជនខំរៀនតែយើងអត់ខំរៀនអត់អីវិស័យអប់រំហ្នឹងយើងចប់ហើយបងប្អូនយើងពឹងអីទៀតបើយើងក្រដូចខ្ញុំអញ្ចឹងគ្រួសារខ្ញុំក្រណាស់បើយើងមិនខំប្រឹងរៀនទៀតតើពឹងអីគេសុំទានគេឬក៏យ៉ាងម៉េចអត់ទេយើងខំប្រឹងរៀន
ហើយយកអាចចំណេះហ្នឹងរៀនមកយកទៅប្រើបានដូចនៅស្រុកអាមេរិកនេះតែរៀនចេះដឹងគឺប្រាក់រត់រយើងហ្មងនៅស្រុកខ្មែរគេថារៀនចេះដឹងប្រាក់រត់រកហើយតាមច្បាប់ក្រមងុយឬក៏ពាក្យចាស់លោកពូលស្រុកខ្មែរអត់ទេរៀនចេះដឹងរត់អត់លុយអត់រត់រយើងទេលុយដែលយើងរៀនចេះដឹងហ្នឹងត្រូវវិច្ចបង្វិច្ចរហលក់គេអាកហ្នឹងទៅសោកគេយកវិច្ចលុយហ្នឹងទៅសោកគេដើម្បីបានការងារជាចៅក្រមជាបរិយាអាញាជាមេធាវីជាការងារអីធំកយមេបលិសឬក៏អីការងារធំហ្នឹងដើម្បីមានឱកាសលួចជាតិពួកអីបើទៅតទេហ្នឹងដឹងអត់តែចឹងទៅរឿងនេះគឺកើតឡើងជាជំងឺមហារីកយូរហើយបើយើងអត់ដោះស្រាយបញ្ហាហ្នឹងទេគឺស្លាប់ហើយបាទឥឡូវខ្ញុំតាក់ទងនឹងរឿងនេះគឺលោកThomas Andrew ក៏តបទៅលោកសៀស័កភួងកេតកៅដែរខ្ញុំឃើញសារគាត់2ថ្ងៃហើយដែលលោក Thomas Andrew គាត់ថាគាត់ពិតជាបើកទ្វារទទួលស្ដាប់ការរិះគន់របស់ថៃគាត់មិនទាត់ចោលទេគាត់អរគុណថៃដែលបានលើកឡើងជាមតិហើយគាត់នៅតែស្វាគមន៍បើគាត់មិនស្វាគមន៍មិនឲ្យតម្លៃនៅក្នុងការសរសេររបាយការណ៍ឲ្យបានសងខាងគាត់មិនផ្ញើជូនរបាយការណ៍សេចក្តីព្រៀងរបស់គាត់ទៅឲ្យថៃមើលមុន2ថ្ងៃមុននឹងចេញសេចក្តីថ្លែងការណ៍ទេតែថៃខ្លួនឯងទេដែលមិនឆ្លើយតបហើយមិនធ្វើអ្វីទាំងអស់រហូតតតែ លោក Thomas Andrew គាត់ចេញរបាយការណ៍ទៅបានមករករឿងលោកក៏បានបន្តទៀតថាតាមពិតគាត់បានផ្ញើឯកសារហើយក៏បានឲ្យថៃដើម្បីពិនិត្យមើលថាតើរបាយការណ៍ហ្នឹងគ្រប់ជ្រុងជ្រោយអាចទទួលយកបានឬយ៉ាងណាដែរគឺ2ថ្ងៃមុនគាត់ចេញរបាយការណ៍ហ្នឹងក៏ប៉ុន្តែគាត់ថៃជ្រើសរើសមិនតបតែបែរជាមកវាយប្រហារក្រោយដែលចេញរបាយការណ៍ហ្នឹងទៅវិញតែយ៉ាងណាគាត់ក៏នៅតែគិតថាអ្វីដែលគាត់នឹងបន្តធ្វើទៀតនេះគឺគាត់មិនបិទទ្វារអីទេគឺគាត់នៅតែស្វាគមន៍បោះដៃទៅថៃបើចង់ឲ្យគាត់រាយការណ៍បន្ថែមអីទៀតប៉ុន្តែថៃគេមិននៅត្រឹមហ្នឹងទេគឺគេសរសេរលិខិតនេះទៅលោកដែលជាប្រធានឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិគឺលោក Volker Turk បាទក៏គាត់រាយការណ៍អញ្ចឹងទៅតើបានប្រយោជន៍យ៉ាងណាអានេះជាសារនយោបាយស្អំចិត្តប្រជាប្រដ្ឋថៃកុំឲ្យថាអត់បានទៅទូលពិតអង្គការសហប្រជាជាតិអីដែរព្រោះកម្ពុជាបានកម្រិតអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិមកជួយសរសេររបាយការណ៍នឹងដែរអញ្ចឹងថៃគេចង់ប្រាប់ថាទៅអង្គការសហជាតិគេទៅដល់អង្គការសហជាតិដែរបងប្អូនអត់បានផលទាំងខ្មែរអត់បានផលទាំងថៃហើយវាចំណេញតែការធ្វើឲ្យភាគីពីរនាក់នេះឆ្លោះគ្នាគ្មានទីបញ្ចប់ទេជំរើសដែលល្អបំផុតណាគឺកម្ពុជាត្រូវប្តឹងថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិនិងយុត្តិធម៌អន្តរជាតិបានហើយអាយន្តការ UN យន្តការស្អីនេះវាជាការបង្ក្រប់កិច្ចទេព្រោះគ្មានអ្នកណាមកដោះស្រាយអីឲ្យខ្មែរទេថៃតបមកវិញខ្មែរតបទៅទៀតថៃតបមកវិញខ្មែរតបទៅទៀតដី76កន្លែងនៅបោះថៃដដែលតែប៉ុណ្្នឹងឯងបើប្តឹងទៅថៃទៀតល្អចឹងខ្ញុំនៅតែលើកទឹកចិត្តប្តឹងថៃទៅមិនមែនប្តឹងទៅថៃប្តឹងថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ឲ្យឆាប់តាមដែលអាចធ្វើទៅបានបាទឥឡូវបន្តទៅទៀតឥឡូវរដ្ឋមន្ត្រីខ្មែរក្រសួងព័ត៌មានឯណោះអំពាវនាវឲ្យភាគីថៃគោរពច្បាប់អន្តរជាតិខ្ញុំមិនដឹងថាតើមន្ត្រីខ្មែរប្រមាណអ្នកទៀតដែលត្រូវការថ្លែងសារបែបនេះរដ្ឋមន្ត្រីក្រសួងព័ត៌មានលោកណេតភក្ត្រាខ្ញុំមិនដឹងថាលោកណេតភក្ត្រាហ្នឹងគាត់មានភារកិច្ចអីដែរទេនៅក្នុងការប្រាប់ទៅឲ្យថៃគោរពណែច្បាប់អន្តរជាតិបើសិនជាលោកកែវរេមីខាងគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជាឬក៏អ្នកអង្គការសិទ្ធិមនុស្សនៅស្រុកខ្មែរឬក៏អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិដូចលោក Thomas Andrews អីចេះទៅសេនិយាយអំពីការគោរពសិទ្ធិមនុស្សសិទ្ធិអន្តរជាតិអីដូចជាស្ដាប់ទៅដូចជាត្រូវរឿងជាងហើយដល់លោកណេតភក្ត្រាដែលជារដ្ឋមន្ត្រីក្រសួងព័ត៌មានទៅជាស្នើឲ្យភាគីថៃគោរពច្បាប់អន្តរជាតិទៅវិញខ្ញុំអត់យល់កន្លែងហ្នឹងប៉ុន្តែមិនទៅហាមឃាត់អីរដ្ឋមន្ត្រីក្រសួងព័ត៌មាននៅក្នុងការសរសេរព័ត៌មានអីទេគ្រាន់តែថាបើគេឲ្យយើងខាងកសិកម្មគឺយើងនិយាយអំពីជីមិនអញ្ចឹងណានិយាយអំពីទិន្នផលស្រូវធ្វើម៉េចឲ្យបាន1ហិកតា5តោនទឹកធារាប្រព័ន្ធធារាសាស្ត្រអាហ្នឹងខាងកសិកម្មអញ្ចឹងទៅខាងពាណិជ្ជកម្មគឺយើងនិយាយអំពី
តំណាក់តំណងពាណិជ្ជកម្មបង្កើតអាជីវកម្មខ្នាតតូចធ្វើម៉េចលើកទឹកចិត្តអាជីវករឲ្យរកទទួលទានឲ្យបានឆាប់បិទទំនិញបរទេសកុំឲ្យចូលដើម្បីឲ្យទំនិញស្រុកខ្មែរឡើងថ្លៃរកទីផ្សារឲ្យប្រជាកសិករនិងអាជីវករអីលាក់នឹងលាក់អីអញ្ចឹងទៅបធូរបន្ថយពន្ធអីលើករកទុនបំរុងបន្ថែមដើម្បីជួយអ្នករកស៊ីលើកទឹកចិត្តវិនិយោគិនពីក្រៅឲ្យមករកស៊ីសហការអីផ្នែកពាណិជ្ជកម្មហ្នឹងខាងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មគេធ្វើអញ្ចឹងអប់រំលោកជួននរិនហ្នឹងគឺនិយាយអំពីគុណភាពអប់រំនិយាយអំពីសិស្សធ្វើអ្មេចដើម្បីឲ្យរៀនប៉ាកែដើម្បីពង្រឹងជីវភាពគ្រូបង្រៀនការស្រាវជ្រាវពិសោធន៍អីអាហ្នឹងក្រសួងអប់រំគុណភាពអប់រំដល់ពេលក្រសួងព័ត៌មានគឺបានន័យថានិយាយអំពីវិស័យសារព័ត៌មាននិយាយអំពីអ្នកកាសែតត្រូវតែមានសិទ្ធិសេរីភាពកុំប៉ាតណាប៉ាតណីផ្ដល់សិទ្ធិសេរីភាពឲ្យអ្នកកាសែតផ្ដល់ព័ត៌មានឲ្យប្រជាពលរដ្ឋអាចស្រាវជ្រាវព័ត៌មានបានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋបញ្ចេញសិទ្ធិសេរីភាពក្នុងរបបសារព័ត៌មានការពារអ្នកកាសែតការពារប្រជាពលរដ្ឋដែលត្រូវគេចាប់ចងដោយសារតែរិះគន់រឿងព័ត៌មានរឿងអីអាហ្នឹងជារដ្ឋមន្ត្រីក្រសួងព័ត៌មានប៉ុន្តែដល់តែពេលរដ្ឋមន្ត្រីក្រសួងព័ត៌មានទៅស្នើឲ្យភាគីអន្តរជាតិភាគីថៃគោរពច្បាប់អន្តរជាតិនេះខ្ញុំថាវាមិនបើជាប្រជាពលរដ្ឋខ្មែរនិយាយអីក៏បានដែរប៉ុន្តែជារដ្ឋមន្ត្រីក្រសួងព័ត៌មានស្នើទៅឲ្យគេគោរពច្បាប់នេះខ្ញុំអត់យល់ប្រហែលជាលោកណេតភក្ត្រាតនេពេកឬក៏តែមិនដឹងខ្ញុំពងឆ្ងល់ការងារមកកណោក៏ដឹកហ្នឹងគឺខ្វះអីធ្វើទៅរឹតបន្តឹងវិស័យព័ត៌មានយើងណោះបើតនេណាស់ទៅចាប់អ្នកដែល MMO បាតផ្សារហ្នឹងយកមកអប់រំខ្លះទៅឲ្យស្គាល់សុជីវធម៌សិលធម៌កុំដើរដូចថាប៉ាតណាប៉ាតណីស្រាតសពុតជេរមរាយកាយឪពុកគេពេញបណ្ដាញសង្គមរាល់ថ្ងៃណានោះអាហ្នឹងជាការងាររបស់លោកណេតភក្ត្រាណោះបាទអញ្ចឹងវិញអត់មើលឃើញទេណាទៅមើលឃើញអ្នកណាស្អីស្អីក្រុមគ្រូទឿក្រុមស្អីណានោះដែលហ្នឹងហើយវាខុសឆ្គងខុសសិលធម៌អីខ្លះហើយប៉ុន្តែអាហ្នឹងវាមិនធ្ងន់ធ្ងរដល់ពួកក្រុមបាតផ្សារ MMO ជេមរាយគេទៅរករឿងគេប្រមាថការទៀនគេរាល់ថ្ងៃនេះទេអត់មើលទេទៅមើលតែខាងណានោះវិញខ្ញុំលើកទឹកចិត្តឲ្យមើលទាំងអស់នេះជាការងាររបស់រដ្ឋមន្ត្រីក្រសួងព័ត៌មានអារឿងច្បាប់រឿងទម្លាប់នេះណាវាជារឿងរបស់រដ្ឋាភិបាលទេគឺក្រសួងការបរទេសលោកប្រាក់សុខុនឯណោះហើយចុះបើអស់លោកជារដ្ឋមន្ត្រីក្រសួងព័ត៌មានទៅប៉ាចហាចដល់ថ្នាក់តាក់ទងនឹងរឿងស្នើឲ្យភាគីថៃណែគោរពច្បាប់អន្តរជាតិអីដែរហ្នឹងខ្ញុំចង់និយាយថាវាអត់មានអីខុសរឿងតាក់ទងនឹងចង់ឲ្យថៃនិយាយគាត់ថាបើប្រជាពលរដ្ឋធម្មតាយើងជំនាញយើងត្រូវក្រសួងព័ត៌មានហ្នឹងវាអត់ត្រូវរឿងហ្នឹងណាខ្ញុំគ្រាន់តែនិយាយចេះទេខ្ញុំមិនទៅខាត់អីទេម្នាក់ថាមកណារ៉េតហ្នឹងកាន់ជើងថៃទៀតហើយឲ្យតែគេនិយាយពីរឿងឲ្យថៃគោរពច្បាប់អន្តរជាតិហ្នឹងគឺភ័យហ្មងអត់ភ័យអីតាន់បន្តិចខ្ញុំថាអត់ត្រូវរមាស់ពេលដែលខ្ញុំនិយាយរករឿងខ្មែរយើងណែនាំដាស់តឿនថាអាការធ្វើពហិការផលិតផលថៃហ្នឹងណាវាអត់បានប្រសិទ្ធភាពទេខ្ញុំមិនមែនបានន័យថាហាមឃាត់យើងមិនអោយធ្វើពហិការផលិតផលថៃទេធ្វើអីធ្វើទៅខ្ញុំគ្មានតែឃាត់ទេប្រជាពលរដ្ឋធ្វើទៅគាត់ថាខ្ញុំនិយាយប្រាប់ថ្នាក់ដឹកនាំថាបើយើងធ្វើពហិការផលិតផលថៃគឺយើងនឹងឲ្យដងដាវទៅថៃបើខ្ញុំគ្រប់ត្រថៃហេតុអីបាន20ខ្លាចថៃបានដងដាវខ្ញុំពងតែឆ្ងល់យើងធ្វើពហិការថៃក្នុងនាមប្រជាពលរដ្ឋអត់ខុសតែបើក្នុងនាមជាមេដឹកនាំដោយលោកហ៊ុនសែនដោយលោកហ៊ុនម៉ាណែតឬក៏មេអង្គញាណាសមាគមអង្គញាឬក៏រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឧទាហរណ៍តែយើងធ្វើពហិការផលិតផលគេគឺយើងរំលោភបំពានច្បាប់ពាណិជ្ជកម្មអន្តរជាតិ WTO ហើយតែយើងរំលោភច្បាប់ហ្នឹងក្នុងនាមជាមេដឹកនាំគេឌីលយើងចឹងតើខ្ញុំអត់ចង់ឲ្យគេឌីលគេអត់ចង់ឲ្យគេឌីលខ្មែរអត់ចង់ឲ្យខ្មែរចាញ់ច្រាបចាញ់ព្រៀបថៃមករករឿងថាខ្ញុំនឹងកាន់ជើងថៃមកទៅជាណែនាំបងប្អូនកុំឲ្យធ្វើពហិការផលិតផលខ្មែរថៃបងប្អូនធ្វើទៅខ្ញុំមិនទៅឈឺក្បាលអីខ្ញុំគ្រាន់តែប្រាប់ថាអ្វីក៏ដោយកុំឲ្យជ្រុលនិយមជ្រុល
តែលើសទៅគឺយើងអត់បានចំណេញទេព្រោះការធ្វើពហិការផលិតផលថៃវាគ្រាន់តែស្ដារដួងចិត្តយើងកុំឲ្យឈឺចាប់ពេកមិនដឹងទៅធ្វើអីគេឈ្នះអញ្ចឹងបោកក្បាលខ្លួនឯងនៅអញ្ចាំងហ្នឹងទៅឲ្យគេអាណិតតែប៉ុណ្្នឹងតាតែអ្នកណាអ្នកឈឺគឺក្បាលយើងខ្ញុំនិយាយយកតែប៉ុនតាព្រោះថៃសហគមន៍អន្តរជាតិគេដឹងថាថៃរំលោភបំពានហើយតែគេអត់អាចថ្កោលទោសថៃបានដោយសារតែចរិតខ្មែរចរិតអ្នកដឹកនាំខ្មែរដល់តែពេលអញ្ចឹងយើងធ្វើទៀតចរិតអ្នកដឹកនាំខ្មែរគេអត់គ្រប់គ្រងយើងគេអត់ថ្កោលទោសថៃយើងដឹងមិនទេបងប្អូនដោយសារតែលោកហ៊ុនសែនបំផ្លាញសិទ្ធិមនុស្សនិងប្រជាធិបតេយ្យបំផ្លាញខ្មែរគ្នាឯងងើបមួយថ្ងៃមួយវាយមួយរំលាយគណៈបកសង្គ្រោះជាតិចោលសហគមន៍អន្តរជាតិគេថ្កោលទោសថារបបផ្ដាច់ការគេអត់រាប់រយយើងទេគេចាត់ទុកថាយើងជាមនុស្សអាក្រក់អញ្ចឹងតើពេលមានការអីគេអត់ជួយអាណិតអាសូរយើងទេព្រោះយើងមានដានអាក្រក់អាហ្នឹងរឿងមួយទៅទី2គេថាមេដឹកនាំយើងមាយាទមិនល្អទេដោយសារអីមុននឹងឆ្លោះគ្នាព្រំដែនគឺយើងបញ្ចេញខ្សែអត្ថវីដេអូលោកហ៊ុនសែនបញ្ចេញខ្សែអត្ថវីដេអូរបស់អ្នកស្រីបៃថងឋានដែលជជែកគ្នាពីរឿងចំនួនព្រំដែននឹងឯងពីរឿងយោធាថៃពីរឿងអីពីរឿងដកទ័ពពីរឿងអីសម្របសម្រួលកុំឲ្យមានផ្ទុះសង្គ្រាមនៅព្រំដែនហ្នឹងដល់តែពេលបញ្ចេញខ្សែអត្ថវីដេអូគឺថៃច្បល់មកបញ្ហាព្រំដែនគឺផ្ទុះក្ដួងគេដកតំណែងអ្នកស្រីបៃថងឋានចេញពីនាយករដ្ឋមន្ត្រីថៃកាន់តែស្អប់ខ្ពើមខ្មែរកាន់តែខ្លាំងយោធាថៃកាន់តែមានឥទ្ធិពលក្នុងការវាយខ្មែរវាយទាហានព្រំដែនយើងឲ្យស្រោចតែម្ដងព្រោះអីគេសងសឹកលោកហ៊ុនសែនដែលធ្វើឲ្យបាក់មុខជាតិសាសន៍ថៃតាក់ទងនៅក្នុងការបង្អាប់ព្រោះឯខ្សែអត្ថសម្លេងហ្នឹងមានវីដេអូមានសម្លេងអ្នកស្រីបៃថងឋានមើលងាយទាហានថៃលោកប៊ុនសិនបាត់ខ្លាំងចាត់ទុកថាទាហានថៃហ្នឹងកុំបាច់ស្ដាប់និយាយអីមិនចេះស្ដាប់គ្នាលាក់នឹងលាក់វាធ្វើឲ្យស្ថាប័នទាហានគេទៅជាទុនខ្សោយដោយសារតែនាយករដ្ឋមន្ត្រីថៃមើលងាយទាហានគេមើលងាយមេដឹកនាំទ័ពថៃគេមិនចង់ឲ្យថៃបាក់ទឹកចិត្តអញ្ចឹងគេចាប់ផ្ដើមទ័ពថៃកាន់តែខ្លាំងទៅវាយយើងស្រោចតែម្ដងដោយសារតែរឿងខ្សែអត្ថសម្លេងបឋងឋានក៏ធ្លាក់ពីតំណែងឯគ្រួសារតកូលថាក់ស៊ីនក៏រងការខ្លោចផ្សាគណៈបកភឿថៃក៏ធ្លាក់ឆ្នោតថាក់ស៊ីនក៏ជាប់គុកក៏ដោយសារតែលោកហ៊ុនសែនទៅប្រាប់គេថាលោកថាក់ស៊ីននឹងធ្វើពុតជាជាប់គុកធ្វើពុតជាឈឺអីចឹងអត់ចង់បានដេកពេទ្យទេមកដេកជាបន្ទប់ VIP គេចាប់ថាក់ស៊ីនទៅដាក់គុកបានជិត1ឆ្នាំវិញហើយទំនាក់ទំនងក្រុមគ្រួសារនេះគេជាមួយថាក់ស៊ីនក៏លលាយខ្សលទៅហើយពិភពលោកគេមើលមកគេថាអូថ្មេដឹកនាំយើងធ្វើអញ្ចឹងវិស័យការទូតខ្មែរយើងចរិតមេដឹកនាំយើងអញ្ចឹងវាអត់មាននរណាគេនៅខាងខ្មែរយើងដោយសារអញ្ចឹងវាផ្សំគ្នាដល់តែអញ្ចឹងទៅរឿងដែលថៃឈ្លានពានអត់នរណាថ្កោលទោសយើងរឿងអ្នកណាក៏ដឹងថាថៃឈ្លានពានខ្មែរដែរបងប្អូនប៉ុន្តែដោយសារចរិតយើងតែយើងមើលអត់ឃើញហើយដល់ឥឡូវយើងចាប់ផ្ដើមទៅប្រាប់គេថាគោរពច្បាប់អន្តរជាតិអ្នកណាក៏ដឹងថាថៃឈ្លានពានដែរអ្នកណាក៏ដឹងដែរក្មេងបៀមដៃក៏ដឹងដែរថាថៃឈ្លានពានអត់ចាំបាច់លោកណេតភក្ត្រាសរសេរសារទៅអំពាវនាវឲ្យថៃឈប់ឬក៏គោរពច្បាប់អន្តរជាតិទេប៉ុន្តែខ្ញុំចម្លែកលោកណេតភក្ត្រាកន្លែងនេះមួយដែរលោកស្នើឲ្យភាគីថៃគោរពច្បាប់អន្តរជាតិនឹងតាក់ទងនឹងការដែលឈ្លានពានខ្មែរតើលោកណេតភក្ត្រាមានដែលប្រាប់រដ្ឋាភិបាលខ្មែរខ្លួនឯងទេថាឲ្យគោរពច្បាប់អន្តរជាតិដែរនៅក្នុងការរំលោភបំពានសិទ្ធិមនុស្សនៅកម្ពុជានេះដែលរំលាយគណៈបកសិទ្ធិមនុស្សគណៈបកសង្គ្រោះជាតិដែលចាប់សកម្មជនបរិស្ថានសកម្មជនដែលថ្លែងសារតាមបណ្ដាញសង្គមប្រើសិទ្ធិបញ្ចេញមតិហើយលោកជារដ្ឋមន្ត្រីក្រសួងព័ត៌មានក៏ដឹងដែរសិទ្ធិបញ្ចេញព័ត៌មានអ្នកណាក៏អាចនិយាយបានដែររដ្ឋធម្មនុញ្ញការពារច្បាប់ជាតិរបស់យើងណាលោកមានទៅបានប្រាប់រដ្ឋាភិបាលថាណែដោះលែងឲ្យអស់ទៅអ្នកដែលសកសែតអ្នកអីឬក៏អ្នកដែលបញ្ចេញសារតាមបណ្ដាញសង្គមអីហ្នឹងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិព័ត៌មានរបស់គាត់ហេតុអីបានចាប់ពួកគាត់ដាក់គុកប្រើច្បាប់អន្តរជាតិនៅក្នុងស្រុកខ្មែរដែរទៅលោកអត់ប្រាប់រដ្ឋាភិបាលខ្មែរផងថារដ្ឋាភិបាលខ្មែរក៏ចុះសចាប់ហត្ថលេខាទទួលស្គាល់សន្ធិសញ្ញាអន្តរជាតិចំនួន9ដោយទាំងសន្ធិសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋសិទ្ធិនយោបាយដែលនិយាយអំពីសិទ្ធិសេរីភាពនៅក្នុងការបញ្ចេញមតិសិទ្ធិសេរីភាពសារព័ត៌មានដែលពួកគាត់ជាប់គុកជាង100នាក់ជាងហ្នឹងអ្នកទោសមនសិការហ្នឹងសុទ្ធតែអ្នក
ជាប់គុកដោយសារព័ត៌មានបញ្ចេញសរសេរអីតាមបណ្ដាញសង្គមតាមអីចូលរួមបញ្ចេញមតិអីហ្នឹងគឺសិទ្ធិសេរីភាពព័ត៌មានរបស់គាត់ដែរលោកអត់ត្រូវប្រាប់រដ្ឋាភិបាលខ្មែរឲ្យប្រើច្បាប់អន្តរជាតិហ្នឹងក្នុងស្រុកខ្មែរដែរទេអញ្ចឹងឥឡូវល្អហើយខ្ញុំអត់ជំទាស់ថាប្រាប់ទៅថៃឲ្យគោរពច្បាប់អន្តរជាតិទេក៏ប៉ុន្តែវាជាកំបិតមុខពីរលោកប្រាប់ទៅគេប៉ុន្តែរដ្ឋាភិបាលខ្លួនលោកនេះដែលលោកជារដ្ឋមន្ត្រីមួយដែរលោកអត់តឹងប្រាប់ឲ្យរដ្ឋាភិបាលខ្មែរអនុវត្តច្បាប់អន្តរជាតិនៅក្នុងទឹកដីខ្មែរដែលយើងទទួលគោរពឥឡូវឲ្យថៃគោរពមិនបើរដ្ឋាភិបាលកម្ពុជាអត់តឹងគោរពច្បាប់អន្តរជាតិហ្នឹងយើងអត់ឲ្យតម្លៃច្បាប់អន្តរជាតិហ្នឹងយើងបែរទៅជាប្រាប់ថាថៃគោរពច្បាប់អន្តរជាតិទៅចុះខ្មែរគោរពច្បាប់អន្តរជាតិនៅចឹងលោកអាចនិយាយថាខ្មែរគោរពច្បាប់អន្តរជាតិរឿងចំនួនព្រំដែនយើងអត់ដែលទៅឈ្លានពានរដ្ឋបរទេសទេត្រូវខ្ញុំទទួលស្គាល់បើយើងនិយាយអញ្ចឹងត្រូវព្រោះថៃខ្មែរអត់ដែលទៅឈ្លានពាននរណាបានដីតែ1មីលីម៉ែត្រទេមានតែបាត់ដីអាហ្នឹងខ្ញុំជឿថាខ្មែរគ្មានចរិតទៅឈ្លានពានអ្នកណាបានដីមួយដុំទេមកចំនួនតាំងពីសម័យចេនឡាសម័យអង្គរមកយើងមានតែបាត់ដីទេបើរឿងបានដីគឺយើងអត់មានទេមិនបាច់ឆ្ងល់ទេរឿងឈ្លានពានគេព្រោះយើងខ្សោយយើងបែកបាក់ផ្ទៃក្នុងជាតិយើងឆ្លោះគ្នាមកអាយុអញ្ចឹងហើយហ្នឹងយើងអស់ដីដោយសារយើងឆ្លោះគ្នាផ្ទៃក្នុងជាតិទេបងប្អូនមិនមែនយើងខ្សោយខ្លាំងរហូតដល់ទប់ការពារដីមិនបានដោយសារតែយើងឆ្លោះគ្នាក្នុងគ្រួសារដោយស្រាតកាយាបង្ហាញញាតឆ្លោះគ្នាក្នុងសង្គមជាតិដោយលាតកំណប់ទ្របឲ្យចោលតែប៉ុណ្្នឹងតាបងប្អូនយើងបែកបាក់ជាតិបានជាគេមើងងាយយើងគ្រប់ចំនួនស្ដាច់ណាក៏ដូចស្ដាច់ណាដែរតែអញ្ចឹងតាក៏ប៉ុន្តែរឿងតាក់ទងនឹងរឿងច្បាប់អន្តរជាតិយើងអត់អនុវត្តច្បាប់អន្តរជាតិក្នុងប្រទេសខ្លួនឯងហើយខ្ញុំមិនមែននិយាយនេះទៅស្អីណាធ្វើបាបលោកនេតភក្ត្រាអីទេប៉ុន្តែសារអញ្ចេះអីជួនកាលអីនិយាយទៅឲ្យតែខ្លួនឯងនឹងមានរវល់ណាវាអត់បានប្រយោជន៍ហើយវាធ្វើឲ្យមានបញ្ហាឡងបកមកខ្លួនឯងវិញលោក Thomas Andrew ទើបតែនិយាយនៅក្នុងសេចក្តីថ្លែងការណ៍បិទបញ្ចប់បេសកកម្មពី4-10ថ្ងៃរបស់គាត់នៅស្រុកខ្មែរថ្ងៃ31ខែកក្កដាគាត់និយាយថាគាត់គាំទ្រដែលលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតណាបដិញ្ញាថានឹងអនុវត្តច្បាប់អន្តរជាតិក្នុងការដោះស្រាយចំនួនព្រំដែនខ្មែរថៃលោក Thomas Andrew ថាលោកយល់ស្របថានេះគឺជារឿងត្រឹមត្រូវតែសូមឲ្យខ្មែរអនុវត្តច្បាប់អន្តរជាតិនេះដោះស្រាយបញ្ហាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅស្រុកខ្មែរខ្លួនឯងផងឃើញលោកគាត់និយាយនៅក្នុងរបាយការណ៍គាត់ដែរតាបើខ្លួនឯងអត់ទាំងយកច្បាប់អន្តរជាតិមកអនុវត្តហើយគាត់រំលឹកទៀតថាច្បាប់អន្តរជាតិនេះកម្ពុជាចុះហត្ថលេខាទទួលយកមកប្រើ9សន្ធិសញ្ញានឹងច្បាប់ហើយយើងអត់ទាំងអនុវត្តផងហើយយើងទៅអនុវត្តជាមួយថៃអាម៉េចឲ្យថៃគោរពច្បាប់អន្តរជាតិតែអាច្បាប់អន្តរជាតិហ្នឹងអត់មានតម្លៃសោះសម្រាប់អនុវត្តនៅស្រុកខ្មែរតែយើងទៅរួចទេលោកនេតភក្ត្រាអញ្ចឹងបានថាខ្ញុំមែនតើទៅខ្ញុំនៅតែគិតថាកម្ពុជាអត់ទាន់ត្រូវរមាស់ទេបងប្អូនគឺធ្វើឲ្យរវល់ប៉ុន្តែអត់បានផលណាហើយខ្ញុំស្ដាយធនធានមនុស្សស្ដាយពេលវេលារបស់អស់លោកណាមិនមែនថាលោកនិយាយនឹងអត់ត្រឹមត្រូវទេពាក្យថាឲ្យថៃទទួលខុសត្រូវចំពោះច្បាប់អន្តរជាតិអនុវត្តហ្នឹងគឺជារឿងត្រឹមត្រូវបំផុតខ្មែរណានិយាយក៏បានដែរអ្នកណាអំពាវនាវក៏ត្រូវដែរប៉ុន្តែខុសតែត្រង់ថាលោកនេតភក្ត្រាគឺជាតួនាទីជារដ្ឋមន្ត្រីក្រសួងព័ត៌មានមិនបានទៅនិយាយរឿងច្បាប់រឿងអីឯណាចោះលោកកែវរមីនឹងគាត់ធ្វើអីចោះក្រសួងយុតិធធចោះក្រសួងការបរទេសនឹងគេធ្វើអីដល់និយាយទៅថាក្រសួងការបរទេសក្រសួងយុតិធធអ្នកនាំពាក្យក្រសួងគណៈកម្មការជាតិ